បើមើលមួយផ្លែទៅការកាត់ទោសជនម្នាក់ឲ្យជាប់គុកឬមួយក៏ប្រហារជីវិតចោលដោយសារតែជននោះបានបង្កភាពវឹកវរក្នុងសង្គមឬមួយក៏ក្នុងបំណងផ្ដួលរំលំរដ្ឋាភិបាលក្នុងប្រទេសដែលខ្លួនកំពុងរស់នៅគឺជារឿងមួយធម្មតាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេតែអ្វីដែលហាក់ដូចជាមិនសូវធម្មតានៅក្នុងករណីលោកបាកើអាល់នីមពេលនេះគឺថាលោកជាអ្នកកាន់សាសនាអ៊ីស្លាមនិកាយជីអ៊ីតរស់ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដែលមានភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ុយនីតតើទង្វើរបៀបនេះមិនមែនជាទង្វើរើសអើងសាសនាឬមួយក៏ជាមេរៀនប្រដៅសហគមន៍ជីអ៊ីតទូទៅនៅក្នុងតំបន់ទេឬយ៉ាងណានៅមិនទាន់មានចម្លើយយ៉ាងម៉េចទេចំពោះសំណួរនេះមកដល់ពេលនេះនឹងអ្វីដែលក្រុមគ្រួសារជនជាប់ចោទបានទាមទារនិងកំពុងបន្តទាមទារយ៉ាងទទូចនោះគឺសូមឲ្យតុលាការលុបចោលសាលក្រមនោះវិញបើមិនដូច្នោះទេពួកគេនឹងប្តឹងឧទ្ធរណ៍សម្រាប់ក្រុមគ្រួសាររបស់លោកបាកើអាល់នីមសាលក្រមរបស់តុលាការឧក្រិដ្ឋកម្មជាសាលក្រមដែលមានបង្កប់ដោយរឿងនយោបាយមានន័យថាជាសាលក្រមដែលបានចាក់ស្របតាមនយោបាយរបស់ទីក្រុងរីយ៉ាតក្នុងការតាមធ្វើទុកបុកម្នេញលើសហគមន៍ជីអ៊ីតដែលមានចំនួនតិចនៅក្នុងប្រទេសគឺផ្ដើមពីការយល់ឃើញរបៀបនេះហើយបានជានៅក្រៅការប្រកាសសាលក្រមបន្តិចមានក្រុមជីអ៊ីតរាប់ពាន់នាក់ដែលរស់នៅក្នុងទីរួមខេត្តកាទីសបានចុះផ្លូវធ្វើបាតកម្មប្រឆាំងនឹងសាលក្រមដែលពួកគេចាត់ទុកថាមានការរើសអើងចំពោះពួកគេក្បួនបាតកម្មនៅតាមផ្លូវបានប្រព្រឹត្តទៅដោយគ្មានហិង្សាអ្វីទេតែប្រតិកម្មខ្លាំងៗត្រូវបានធ្វើឡើងនៅតាមបណ្ដាញសង្គមដូចជាឃ្លាសរសេរថាសម្រាប់ពួកយើងជាមួយអាល់នីមឬយើងនឹងផ្ដល់ព្រលឹងឲ្យអាល់នីមលាក់នឹងលាក់សូមជម្រាបជូនថាមានអាយុ55ឆ្នាំអ្នកទោសបាកើអាល់នីមមិនដែលដេកស្ងៀមក្នុងគុកទេគឺតែងតែបានឆ្លៀតបញ្ចេញធម្មទេសនាក្តៅក្រហាយដែលធ្វើឲ្យរដ្ឋអំណាចអារ៉ាប៊ីសាអូឌីតមិនអាចទប់កំហឹងបានជាក់ស្ដែងលោកអាល់នីមបានត្រេកត្រអាលចំពោះមរណភាពរបស់ស្ដេចស្នងរាជមូហាម៉េតប៊ិនណាយេហ្វក្នុងឆ្នាំ2012ក្នុងឆ្នាំ2011លោកអាល់នីមបានអំពាវនាវឲ្យធ្វើអបគុំនៅក្នុងដែនដីអារ៉ាប៊ីសាអូឌីតប៉ែកខាងកើតដោយបញ្ចូលខ្លួនជាមួយនឹងរាជាណាចក្រក្បែរខាងអារ៉ាប៊ីសាអូឌីតគឺប្រទេសបារ៉ែនខុសពីមន្ត្រីជីអ៊ីតផ្សេងទៀតដែលជាអ្នកកណ្ដាលនិយមលោកបាកើអាល់នីមត្រូវបានគេចាត់ទុកជាអ្នកជ្រុលនិយមប្រកាន់ជំហរតឹងរ៉ឹងនិងដែលមានមនុស្សភាគច្រើនមិនយល់ស្របតាមអ្វីដែលលោកបានធ្វើនោះទេតែជាមួយនឹងការកាត់ទោសពេលនេះលោកបាកើអាល់នីមបានក្លាយជាមិត្តរូបមួយសម្រាប់សហគមន៍ជីអ៊ីតគួររំលឹកជូនថាតាំងពីឆ្នាំ2011មកការវាយប្រហារលើពួកបាតកោជីអ៊ីតពីសំណាក់កម្លាំងប៉ូលីសអារ៉ាប៊ីសាអូឌីតបានបណ្ដាលឲ្យមានមនុស្សស្លាប់20នាក់និងប៉ូលីស4នាក់មួយវិញទៀតក្នុងរយៈពេល3ឆ្នាំចុងក្រោយនេះមានប្រជាជនជីអ៊ីតជាង 1000 នាក់ត្រូវបានចាប់ខ្លួននិងភាគច្រើនកំពុងជាប់ឃុំមកដល់សព្វថ្ងៃតែស្ថានភាពហាក់ដូចជាធូរស្រាលបន្តិចនៅដំណាច់ឆ្នាំ2012ដោយសារតែរដ្ឋាភិបាលទីក្រុងរីយ៉ាតបានសុខចិត្តធ្វើសម្បទានមួយចំនួនដូចជាការបង្កើតឲ្យមានមជ្ឈមណ្ឌលមួយសម្រាប់កិច្ចសន្ទនារវាងសហគមន៍សាសនានិងការបដូរអភិបាលខេត្តកាទីសតែនៅស្រុកក្រីក្រអាវ៉ាមីយ៉ាដែលជាដែនអំណាចរបស់លោកបាកើអាល់នីមការប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខនិងក្រុមយុវជនកំពុងបន្តមានយ៉ាងក្តៅគគុកសំណួរដែលកំពុងចោទពេលនេះគឺថាតើការកាត់ទោសប្រហារជីវិតលោកអាល់នីមអាចនឹងបញ្ឆេះកំហឹងរបស់ប្រជាជនជីអ៊ីតនៅកន្លែងផ្សេងទៀតដែរឬទេយ៉ាងណាក៏ដោយព្រឹត្តិការណ៍កាត់ទោសប្រហារជីវិតពួកជីអ៊ីតពីសំណាក់រដ្ឋអំណាចអារ៉ាប៊ីសាអូឌីតពេលនេះបានកើតមានឡើងចំពេលដែលតំបន់កំពុងអុកឡុកដោយពួកជីហាតអ្នកជ្រុលនិយមស៊ុយនីតនិងដែលទីក្រុងរីយ៉ាតក៏កំពុងរួមដៃជាមួយប្រចាំលោកដើម្បីប្រឆាំងទប់ដែរតែអ្វីដែលប្រជាជនជីអ៊ីតនៅអារ៉ាប៊ីសាអូឌីតបន្តតវ៉ាមិនទុកចិត្តនោះគឺមិនចង់ឃើញទីក្រុងរីយ៉ាតឆ្លៀតប្រើយុទ្ធនាការប្រឆាំងពួកជីហាតដើម្បីចាប់មេកោយរបស់គេដាក់គុកនិងកាត់ទោសឡើយនៅពេលនេះក្រុមមេធាវីរបស់លោកបាកើអាល់នីមកំពុងត្រៀមប្តឹងឧទ្ធរណ៍ឲ្យកូនក្តីខ្លួននិងដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារជាទីបំផុតការទន្ទឹងរង់ចាំដែលមិនមែនមានតែប្រជាជនជីអ៊ីតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតប៉ុណ្ណោះទេតែក៏មានពីប្រទេសអ៊ីរ៉ង់ដែលជាសត្រូវប្រចាំតំបន់របស់អារ៉ាប៊ីសាអូឌីតផងដែរលោកអាមេតខាតាមីអ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់នៃសាសនាអ៊ីរ៉ង់បានព្រមានទុកជាមុនថាបើបាកើអាល់នីមត្រូវគេប្រហារជីវិតចោលមែននោះទីក្រុងរីយ៉ាតនឹងទទួលមេរៀនដ៏ចាស់ដៃមួយ